គោលនយោបាយរបស់បារាំងក្នុងការទប់ទល់នឹងការបះបោររបស់ប្រជាកសិករខ្មែរនៅឆ្នាំ1916ដោយសុខចិត្តធ្វើសម្បទានខ្លះនិងដោយវិធីបង្ក្រាបនិងធ្វើទណ្ឌកម្មដល់អ្នកទាំងឡាយណាដែលបារាំងចោទថាជាអ្នកដឹកនាំចលនាបះបោរនោះបានទទួលជោគជ័យយ៉ាងធំធេងល្បិចកលបែបនេះត្រូវបារាំងប្រើប្រាស់ជាញឹកញយនៅប្រទេសកម្ពុជារាល់ពេលដែលបារាំងដឹងថាការប្រើកម្លាំងបាយតែមួយមុខមិនអាចអនុញ្ញាតឲ្យបារាំងសម្រេចជោគជ័យបានអ្វីត្បិតតែប្រជាកសិករខ្មែរនៅតែមិនមានការពេញចិត្តចំពោះការបង់ពន្ធអាករច្រើនហួសកម្រិតនិងការកេណ្ឌឲ្យធ្វើជាកូលីក៏ដោយក៏តាំងពីមានការបង្ក្រាបរបស់បារាំងនៅឆ្នាំ1916នោះមកការងើបបះបោរប្រឆាំងនឹងបារាំងដែលមានទ្រង់ទ្រាយធំដូចជាការបះបោរនៅឆ្នាំ1916នោះមិនដែលកើតឡើងមានទៀតទេនៅក្នុងប្រទេសកម្ពុជារដ្ឋការអាណានិគមបារាំងក៏បានធូរទ្រូងសម្បើមណាស់ចំពោះភាពបាក់ស្បាតរបស់ប្រជារាស្ត្រខ្មែរនេះលោកបូឌ័នដែលជាទេសាភិបាលជាន់ខ្ពស់ឬជា Resident Superior របស់បារាំងប្រចាំនៅប្រទេសកម្ពុជានាដំណាក់កាលនោះបានធ្វើរបាយការណ៍អំពីសភាពការនៅប្រទេសកម្ពុជាក្រោយព្រឹត្តិការណ៍ឆ្នាំ1916ទៅជាវាយនាយរបស់ខ្លួនដោយបានរៀបរាប់ថាប្រជារាស្ត្រខ្មែរហាក់ដូចជាស្លាប់ស្ដុកស្ដឹងបាត់ទៅហើយចំពោះពាក្យញុះញង់ពីមជ្ឈដ្ឋានខាងក្រៅហើយក៏ប្រហែលជាមិនអាចនឹងងើបឡើងបះបោរដោយការអំពាវនាវញុះញង់របស់អ្នកដឹកនាំចលនាបះបោរនៅក្នុងស្រុកបានទេលោកទេសាភិបាលជាន់ខ្ពស់រូបនេះក៏បានធ្វើការកត់សម្គាល់ផងដែរថាលោកមិនដែលឃើញមានសញ្ញាអ្វីមួយបញ្ជាក់ថាប្រជារាស្ត្រខ្មែរមិនពេញចិត្តនឹងការកេណ្ឌឲ្យទៅធ្វើជាគូលីកំណែនទេលោកថាការកសាងផ្លូវថ្នល់គមនាគមន៍នានានៅក្នុងប្រទេសកម្ពុជាកំពុងតែត្រូវបានអនុវត្តដោយពេញទំហឹងទោះជាយ៉ាងណាក៏ដោយអាជ្ញាធរបារាំងនៅតែបន្តការត្រួតពិនិត្យតាមដានសកម្មភាពប្រជារាស្ត្រខ្មែរយ៉ាងល្អិតល្អន់នៅឆ្នាំ1917ក្រោយព្រឹត្តិការណ៍បះបោរនោះលោក Albert Sarraut ដែលជាអគ្គទេសាភិបាលបារាំងប្រចាំដែនដីឥណ្ឌូចិនបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាហើយបន្ទាប់ពីទស្សនកិច្ចនោះអ្នកទោសខ្មែរដ៏មានចំនួនច្រើនហួសចំណុះដែលគេឃុំឃាំងនៅក្នុងពន្ធនាគារក្រុងភ្នំពេញត្រូវគេផ្ទេរឲ្យទៅនៅគុកមួយទៀតតាំងនៅកោះត្រឡាចវិញបណ្ឌិតសាស្ត្រាចារ្យ David Chandler បានកត់សម្គាល់ថាព្រឹត្តិការណ៍បះបោររបស់ប្រជាកសិករខ្មែរនៅឆ្នាំ1916នោះមិនបានជះឥទ្ធិពលអ្វីជាដុំកំភួនដល់ការត្រួតត្រារបស់បារាំងនៅកម្ពុជាទេត្បិតប្រជាកសិករខ្មែរមិនបានងើបបះបោរប្រឆាំងនឹងបារាំងផ្ទាល់ឡើយពួកគេងើបឡើងតវ៉ាតែជាមួយព្រះមហាក្សត្រខ្មែររីឯនៅតាមមូលដ្ឋានទៀតសោតប្រជារាស្ត្រខ្មែរមានការប៉ះទង្គិចតែជាមួយនឹងមន្ត្រីខ្មែរគ្នាឯងតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយអ្វីដែលមិនធម្មតាជុំវិញព្រឹត្តិការណ៍បះបោរឆ្នាំ1916ដែលធ្វើឲ្យបារាំងមានការភ្ញាក់ផ្អើលនោះគឺសន្ទុះនឹងការចាត់តាំងដឹកនាំឲ្យមានចលនាបះបោរនេះដែលផុសចេញពីប្រជាកសិករខ្មែរផ្ទាល់តែម្ដងជាងនេះទៅទៀតចលនាបះបោររបស់ប្រជារាស្ត្រខ្មែរនាដំណាក់កាលនោះស្របគ្នាទៅនឹងចលនាបះបោរប្រឆាំងនឹងបារាំងនៅប្រទេសពីរទៀតនៅក្នុងតំបន់ឥណ្ឌូចិននេះបារាំងបានប៉ាន់ស្មានថាចលនាបះបោរទាំងនេះអាចមានទំនាក់ទំនងនឹងគ្នាថែមទៀតផងអ្វីត្បិតតែស្ថានភាពក្រោយព្រឹត្តិការណ៍បះបោរឆ្នាំ1916បានស្ងប់ទៅមែននៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែចរន្តបះបោររបស់ប្រជាកសិករនិងពលករនៅឯប្រទេសដទៃទៀតកំពុងតែមានសភាពកក្រឹកកក្រែងនិងដណ្ដើមបានជ័យជំនះដ៏ធំធេងនៅឯប្រទេសរុស្ស៊ីនៅខែតុលាឆ្នាំ1917កសិករនិងពលករប្រទេសនេះបានងើបឡើងធ្វើបដិវត្តន៍វាយរំលំរបបសក្តិភូមិបានដោយជោគជ័យក្រោមការដឹកនាំរបស់លោក Vladimir Ilyich Lenin បន្ទាប់មកគេក៏បានបង្កើតរដ្ឋមួយដែលគេចាត់ទុកថាជារដ្ឋរបស់វណ្ណៈអធនគឺវណ្ណៈកសិករនិងកម្មករបដិវត្តន៍ខែតុលាឆ្នាំ1917នៅប្រទេសរុស្ស៊ីនេះបានក្លាយទៅជាប្រទីបបំភ្លឺផ្លូវមួយរបស់មេចលនាដឹកនាំការបះបោរទាំងឡាយនៅឥណ្ឌូចិនមានការបង្កើតបក្សកុម្មុយនីសឥណ្ឌូចិននៅក្នុងឆ្នាំ1930ជាដើមក្នុងសេចក្តីថ្លែងការណ៍អំពីកម្មវិធីរបស់បក្សកុម្មុយនីសឥណ្ឌូចិននេះគេបានបញ្ជាក់នៅគោលដៅនានាដែលចំណុចខ្លះ
ស្រដៀងគ្នាទៅនឹងការធ្វើបដិវត្តន៍ខែតុលានៅក្នុងប្រទេសរុស្ស៊ីដែរដូចជាការវាយរំលំរបបផ្ដាច់ការចក្រពត្តិការបំបត្តិរបបសក្តិភូមិការរំដោះកសិករនិងកម្មករនិងការដណ្ដើមយកអំណាចដោយវណ្ណៈអធនជាដើមរហូតមកដល់ពេលដែលពួកកុម្មុយនីសទទួលបានអំណាចគ្រប់គ្រងប្រទេសពេញដៃនៅកម្ពុជានាទសវត្សរ៍ឆ្នាំ1980នេះទៅហើយក៏ពួកគេនៅតែនឹកគុណដល់បដិវត្តន៍ខែតុលានោះថាបានធ្វើឲ្យជនជាតិខេមរាចាំមិនភ្លេចហើយបានបើកសក្ការៈថ្មីដ៏ថ្លាថ្លៃល្អប្រណិតសម្រាប់ពួកគេថែមទៀតផង